គម្រោងអាជីវកម្មដាំដុះបន្លែស្ពៃចង្កឹះក្នុងផ្ទះសំណាញ់ការសាងសង់ផ្ទះសំណាញ់ទំហំផ្ទះសំណាញ់គឺប្រែប្រួលទៅតាមស្ថានដីនិងបរិមាណតម្រូវការបន្លែរបស់ទីផ្សារដោយរួមបញ្ចូលទាំងការប្រើប្រាស់ប្រព័ន្ធទឹកស្រោចស្រពការរៀបចំដីយើងត្រូវភ្ជួរដីឲ្យម៉ត់ល្អពី2ទៅ3សារួចហាលដីទុករយៈពេល10ទៅ15ថ្ងៃសម្រាប់រដូវវស្សាអាចឆូតជារងដែលមានទទឹងរងពីខ្នងលើ 1.4 ម៉ែត្រនិងបាតរង 1.5 ម៉ែត្រកម្ពស់រងចាប់ពី 0.1 ទៅ 0.15 ម៉ែត្រនិងរដូវប្រាំងពុំចាំបាច់ឆូតរងក៏បានកសិករត្រូវរៀបទុយោដំណក់ទឹកដាក់លើរងចំនួន7ជួរក្នុងមួយរងដោយត្រូវទុកចន្លោះរង 0.4 ម៉ែត្រធ្វើឲ្យក្នុងផ្ទះសំណាញ់ពុំមានទឹកដក់ដែលនាំឲ្យប៉ះពាល់ដល់ការដុះលូតលាស់និងទិន្នផលនៃស្ពៃត្រូវប្រើប្រាស់ជីធម្មជាតិទ្រាប់បាតក្នុងបរិមាណ 1000 ទៅ 2000 គីឡូក្រាមលើផ្ទៃដី 1000 ម៉ែត្រការ៉េតាមរងដំណាំល្បាយដីបណ្ដោះកូនល្បាយដីបណ្ដោះកូនស្ពៃចង្កឹះរួមមានដីដំបូកឬដីទន្លេឬដីស្រទាប់លើដែលមានជីវជាតិ1ធុងលាយជាមួយធ្យូងអង្កាម2ធុងនិងកំប៉ុស្ត2ធុងច្របល់ចូលគ្នាលីងឬចំហុយសម្រាប់មេរោគនិងគ្រាប់ស្មៅចង្រៃបន្ថែមម្សៅផ្សិតត្រៃកូដឺម៉ា1គីឡូក្រាមសម្រាប់ល្បាយដីបណ្ដុះ1តោនដើម្បីសម្លាប់ផ្សិតចង្រៃការរៀបចំប្រព័ន្ធទឹកប្រើប្រាស់ប្រព័ន្ធដំណក់ទឹក drip គឺសមស្របសម្រាប់ដំណាំស្ពៃចង្កឹះដែលដាំដុះក្នុងផ្ទះសំណាញ់តែបើដាំដុះលើទីវាលប្រព័ន្ធទឹកសាច់ល្អប្រសើរជាងចំណាយតិចជាងនិងប្រសិទ្ធភាពជាងប្រព័ន្ធដំណក់ទឹកការជ្រើសរើសពូជត្រូវការស្គាល់ពូជឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះគ្រាប់ពូជដែលត្រូវជ្រើសរើសយកមកដាំត្រូវមានលក្ខណៈដូចជាដុះលូតលាស់សមស្របនឹងតំបន់ផលិតហើយមិនប្រកាន់រដូវទិន្នផលខ្ពស់រយៈពេលលូតលាស់ខ្លីពេញនិយមនិងមានតម្រូវការទីផ្សារធន់ទ្រាំនឹងជំងឺនិងសត្វល្អិតបំផ្លាញគ្រាប់ពូជសុទ្ធគ្មានជំងឺសត្វល្អិតបំផ្លាញនិងភាគរយដំណក់ខ្ពស់ពូជមួយចំនួនដែលកសិករជ្រើសរើសសម្រាប់ដាំដុះមានដូចជាពូជស្ពៃចង្កឹះកាយស៊ីម34 OP ជាផលិតផលរបស់ក្រុមហ៊ុន Hawaii ពូជចាក់អង្រែមួយជាផលិតផលរបស់ក្រុមហ៊ុនខ្មែរស៊ីបពូជឡងលីវជាផលិតផលរបស់ក្រុមហ៊ុន SK Agrisip ពូជអូនីជាផលិតផលរបស់ក្រុមហ៊ុនព្រួញក្រហមពូជស្ពៃចង្កឹះ CS020 ជាផលិតផលរបស់ក្រុមហ៊ុន Malisan Group ការបណ្ដុះកូនស្ពៃចង្កឹះយើងត្រូវការសម្ភារៈចាំបាច់មួយចំនួនរួមមានថាសបណ្ដុះកូនដីបណ្ដុះធុងបាញ់ទឹកនិងគ្រាប់ពូជស្ពៃដែលមានគុណភាពជាដំបូងត្រូវដាក់ដីចូលក្នុងថាសបណ្ដុះដោយដាក់គ្រាប់ស្ពៃចំនួន1គ្រាប់ក្នុងមួយរន្ធថាសបណ្ដុះបន្ទាប់មករោយដីស្ដើងៗពីលើនិងធ្វើការបាញ់ទឹកស្រោចការបណ្ដុះគួរធ្វើក្នុងរោងបណ្ដុះឬក្នុងផ្ទះសំណាញ់កូនស្ពៃដុះលូតលាស់បាន2សប្តាហ៍ទើបយកទៅដាំនៅក្នុងផ្ទះសំណាញ់វិធីដាំដុះក្រោយការដុះលូតលាស់បានប្រមាណជា2សប្តាហ៍យើងអាចយកកូនស្ពៃចង្កឹះទៅដាំក្នុងរងដោយជ្រើសរើសកូនស្ពៃធំៗនិងកូនតូចៗដាក់ដាំក្នុងរងដាច់ដោយឡែកពីគ្នាដើម្បីកូនដំណាំអាចដុះលូតលាស់ស្មើគ្នាមិនប្រជែងការទទួលពន្លឺទឹកនិងការស្រូបយកជីវជាតិស្ពៃចង្កឹះអាចដាំចន្លោះគុម្ពនិងចន្លោះជួរពី15ទៅ20សង់ទីម៉ែត្រហើយមួយរងដាំបាន5ទៅ7ជួរការថែទាំត្រូវស្រោចទឹកក្នុងមួយថ្ងៃ2ដងគឺនៅពេលព្រឹកម្ដងនិងពេលរសៀលម្ដងផ្អែកលើសំណើមដីនិងមិនគួរស្រោចស្រពនៅពេលល្ងាចចាប់ពីម៉ោង5ឡើងទៅព្រោះអាចបង្កឲ្យកើតជំងឺផ្សិតលើដំណាំស្ពៃ
ក្រោយដាំបានមួយសប្តាហ៍កសិករអាចធ្វើការជ្រោយដីតាមគល់ស្ពៃនិងដកស្មៅចង្រៃចេញពីរោងដំណាំដើម្បីរួមចំណែកក្នុងការគ្រប់គ្រងកត្តាចង្រៃនិងការដណ្ដើមយកជីវជាតិដីការដាក់ជីក្រោយការដាំដុះរួចរាល់ត្រូវមានកម្មវិធីប្រើប្រាស់ជីសម្រាប់ដំណាំស្ពៃចង្កឹះយើងអាចប្រើប្រាស់ប្រភេទជីទឹកនៅដំណាក់កាលលូតលាស់ដោយបញ្ចូលតាមប្រព័ន្ធដំណក់ទឹកនិងការបាញ់បន្ថែមទៅលើស្លឹកជីកូជាចម្បងគឺមានសារធាតុ NPK ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់និងភាពធន់របស់ស្ពៃចង្កឹះតាមការបញ្ជាក់ពីកសិករដោយសារមានការប្រើប្រាស់ជីទ្រាប់បានច្រើននៅដំណាក់កាលរៀបចំដីកសិករបានបន្ថយនូវការប្រើប្រាស់ជីគីមីសម្រាប់ការដាំដុះអាស្រ័យលើស្ថានភាពនៃការលូតលាស់របស់ដំណាំជាក់ស្ដែងកសិករបានប្រើប្រាស់ជី DAP ចំនួន5គីឡូក្រាមនិងជីកាលី5គីឡូក្រាមសម្រាប់ផ្ទះសំណាញ់ដែលមានទំហំ 1000 ម៉ែត្រការ៉េដោយដាក់1ទៅ2ដងក្រោយការដាំដុះបាន1សប្តាហ៍ឬ10ថ្ងៃកត្តាចង្រៃជាទូទៅកសិករតែងជួបប្រទះជាញឹកញាប់នៅកត្តាចង្រៃដែលបំផ្លាញដំណាំស្ពៃចង្កឹះមានដូចជាដង្កូវយោលទងដង្កូវកាត់ដើមទាកគូចៃនិងជំងឺផ្សិតអាយុកាលដាំដុះនិងប្រមូលផលស្ពៃចង្កឹះជាដំណាំមានអាយុកាលខ្លីចន្លោះពី20ទៅ25ថ្ងៃក្រោយការដាំកសិករអាចប្រមូលផលបានបើគិតពីថ្ងៃបណ្ដុះកូនរហូតដល់ពេលប្រមូលផលគឺមានរយៈពេលប្រមាណ30ទៅ40ថ្ងៃដែលអាចទទួលផលជាមធ្យមចំនួន3000គីឡូក្រាមក្នុងមួយផ្ទះសំណាញ់ទំហំ1000ម៉ែត្រការ៉េការប្រមូលផលកសិករត្រូវប្រើប្រាស់កូនកាំបិតកាត់ត្រឹមគល់ហើយដាក់សំដៅបន្តិចទើបច្រកចូលក្នុងថង់ឬកាតាដើម្បីដឹកជញ្ជូនទៅទីផ្សារឬដល់ជូនអតិថិជននិន្នាការតម្លៃស្ពៃចង្កឹះអាចទទួលបានតម្លៃល្អនៅរដូវភ្លៀងព្រោះពិបាកដាំដុះភ្លៀងជោគចំពិបាកថែទាំម្យ៉ាងការផ្គត់ផ្គង់ស្ពៃចង្កឹះពីការដាំដុះក្នុងផ្ទះសំណាញ់នៅមានបរិមាណតិចតួចនៅឡើយការវិភាគសេដ្ឋកិច្ចលើការដាំស្ពៃចង្កឹះក្នុងផ្ទះសំណាញ់លើផ្ទៃដីទំហំ1000ម៉ែត្រការ៉េចំពោះការចំណាយនិងចំណូលផ្សេងៗបងប្អូនអាចសិក្សាទៅលើតារាងទាំងអស់នេះបានតាមរយៈការចុះសិក្សាផ្ទាល់ការដាំដំណាំស្ពៃចង្កឹះនេះមានហានិភ័យដូចជាហានិភ័យផលិតកម្មគឺបណ្ដាលមកពីទិន្នផលធ្លាក់ចុះមកពីកត្តាជំងឺផ្សិតសត្វល្អិតចង្រៃកត្តាអាកាសធាតុនិងហានិភ័យទីផ្សារបណ្ដាលមកពីមានតម្រូវការប្រភេទស្ពៃចង្កឹះផ្សេងៗគ្នាការធ្លាក់ចុះតម្លៃដោយសារមានការដាំដុះច្រើនគ្នាជារួមមកការដាំដុះបន្លែស្ពៃចង្កឹះនេះមិនត្រឹមតែជាបន្លែផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃបានប៉ុណ្ណោះទេតែជាមុខរបរជាប្រចាំរបស់កសិករអាចជួយបង្កើនប្រាក់ចំណូលគ្រួសារបានមួយកម្រិតថែមទៀតមុនពេលដាំដុះកសិករត្រូវចេះជ្រើសរើសគ្រាប់ពូជណាដែលមានភាពធន់ទៅនឹងការបំផ្លាញពីសត្វល្អិតចង្រៃជាពិសេសភាពធន់នឹងការប្រែប្រួលអាកាសធាតុដំណាំស្ពៃចង្កឹះគឺជាដំណាំងាយស្រួលថែទាំមានអាយុកាលខ្លីមិនសូវខ្វះទីផ្សារនោះទេព្រោះមិនឈ្មួញមកទទួលទិញដល់ចំការដើម្បីលក់ចែកចាយទៅទីផ្សារក្នុងស្រុកនិងទៅផ្សារទំនើបក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តនានាដោយលក់ក្នុងតម្លៃបោះដុំចន្លោះពី1000ទៅ4500រៀលក្នុង1គីឡូក្រាមជាតម្លៃដែលកសិករមានលទ្ធភាពចំណេញ